ទៀតហើយពុកម៉ែបងប្អូនអើយទៅទៀតហើយនេះយើងទៅខាងដកសិតនេះដកសិតបាទដកសិតនេះដកសិតបងប្អូនបាទដកសិតបាទចូលទៅសួរពុកម៉ែបងប្អូននេះជាសកម្មភាពដែលពួកយើងទៅរកសិតនៅព្រៃពុកម៉ែបងប្អូនបាទនេះជាសកម្មភាពតាមផ្លូវដែលយើងចេញទៅធ្វើដំណើរបាទយើងទៅពេទ្យថ្ងៃហើយបាទនេះគឺជាសកម្មភាពដែលពួកយើងទៅដកផ្សិតជាមួយនឹងបងប្អូនពុកម៉ែបងប្អូនរបស់យើងដែលនៅភូមិក្នុងភូមិហើយយើងបន្ទាប់ពីបញ្ចប់កិច្ចការងារមួយចំនួនក៏យើងចាប់ដើមនាំគ្នាទៅរកដកផ្សិតបាទហើយយើងសប្បាយចិត្តណាស់ពុកម៉ែបងនេះគឺជាសកម្មភាពដែលពួកខ្ញុំជួយចិត្តដើរជាពិសេសគឺដើរក្នុងព្រៃហើយដល់កន្លែងនេះគឺជាកន្លែងដែលហៅអូពុកម៉ែបងប្អូននៅក្នុងព្រៃយើងហៅអូវាជាអូដែលជាទូទៅគឺអូនឹងគឺវាខែនេះខែទឹកចំនួនណាខែទឹកជន់ណាពុកម៉ែបងប្អូនទៅវាលិចទឹកវាលិចផ្លូវលិចអីចឹងហើយយើងត្រូវតគួយយន្តរបស់យើងត្រូវតអ៊ីឲ្យខ្ពស់ដើម្បីកុំឲ្យលិចហើយកុំឲ្យវាចូលទឹកចូលប្រេងចឹងណាពុកម៉ែបងប្អូនបានហើយនឹងយើងបើកកាត់ផ្លូវទឹកនេះឲ្យជ្រៅតែមានទេណានេះអានេះយើងអាចធ្វើដំណើរបានបាទនឹងផ្លូវនេះយើងអាចធ្វើដំណើរបានប៉ុន្តែបន្តិចទៀតគឺលេងធ្វើដំណើរបានហើយដោយសារវាមានភ្លៀងខ្លាំងភ្លៀងច្រើនហើយទឹកវាលិចគួយយន្តទាំងអស់វាលិចដល់អ៊ីលិចដល់កំពង់ស៊ីម៉ាំងអញ្ចឹងទៅហើយវាលិចដល់អ៊ីតវែងបណ្ណាក៏ដោយវាលិចអញ្ចឹងមិនថាលិចគួយយន្តលិចទ្រង់គួយយន្តទាំងអស់ពុកម៉ែបងប្អូនមិនអាចទៅបានទេប៉ុន្តែនៅក្នុងដំណាក់កាលនេះយើងអាចទៅបានបាទដោយសារតែទឹកវាមិនទាន់ច្រើនកំពុងតែឡើងមកបណ្ដាហើយនេះគឺជាសកម្មភាពលិចគួយយន្តឲ្យពុកម៉ែបងប្អូនអើយដែតកដុងក្ដិញក្ដុងហើយនឹងដែតឲ្យសប្បាយចិត្តបាទហើយយើងនេះគឺទឹកយើងមើលទៅស្ថានភាពអូហើយទឹកថ្លាល្អហើយយើងមានអាវីយ៉ូបាទឆ្កែរបស់យើងចិញ្ចឹមយើងហៅវីយ៉ូហ្នឹងគឺវាបានមកទៅជាមួយយើងហែលទឹកហែលទៅទៀតវាឡើងលើគួយយន្តជាមួយយើងដែរហើយពុកម៉ែបងប្អូនបាទនេះគឺជាសកម្មភាពដែលយើងទៅហើយសប្បាយចិត្តដល់ពួកខ្ញុំគឺសប្បាយចិត្តក្នុងការដើរព្រៃដើរអីណាបាទចឹងអត់មានអីទេអ្នកស្រុកស្រែជនបទដូចពួកខ្ញុំនឹងគឺជាចិត្តដើរព្រៃបាទឲ្យតែទំនេរគឺយើងចុះព្រៃរកព្រៃទៅព្រៃដើម្បីរកម្ហូបអាហារឬក៏ទៅរកនេះយើងទៅរកផ្សិតពុកម៉ែបងប្អូនដល់ដកផ្សិតដល់ដៅផ្សិតកងោផ្សិតកញ្ជុលផ្សិតជាច្រើនទៀតផ្សិតផ្សេងជាច្រើនទៀតពុកម៉ែបងប្អូនបាទហើយក៏មានភ្លៀងព្រៃមកទៀតស្រេចមកទៀតពុកម៉ែបងប្អូនហើយបាទភ្លៀងមកស្រេចហើយយើងងោលើតិចក៏តិចអាគួយយន្តលិចទឹកក៏លិចបាទពុកម៉ែបងប្អូនបាទនេះគឺជាសកម្មភាពស្ថានភាពតាមផ្លូវបាទនេះអាឆ្កែរបស់យើងនេះក៏ឡើងមកសើមស្កិចហើយពុកម៉ែបងប្អូនក៏សើមទាំងអស់តែគ្នាភ្លៀងអីផងពុកម៉ែបងប្អូនបាទទៅដកផ្សិតនេះក៏យើងសប្បាយចិត្តដាក់បាយដាក់អីដាក់កញ្ចប់ទៅញ៉ាំបាយនៅព្រៃអញ្ចឹងពុកម៉ែបងប្អូនបាទហើយឡើងមកដល់ទួលរឹងខ្ពស់ហើយបាទអញ្ចឹងវាលេងលិចហើយបាទប៉ុន្តែដល់ឥឡូវនេះគឺលេងទៅរៀងរួចហើយពុកម៉ែបងប្អូនបាទលេងរួចហើយវាលិចគួយយន្តទាំងអស់វាលិចគួយយន្តទាំងអស់ពុកម៉ែបងប្អូនបាទអញ្ចឹងសកម្មភាពបែបនេះគឺជាសកម្មភាពដែលនាំឲ្យពួកយើងសប្បាយតែមែនទែនពុកម៉ែបងប្អូនឲ្យសប្បាយបាទក្នុងការដែលលំហែកាយលំហែខួរក្បាលរបស់យើងជាមួយនឹងការដើរកម្សាន្តជាមួយនឹងការដែលយើងដើរព្រៃរកសត្វមានរោគសត្វយើងរោគទំពាំងរោគបន្លែបន្លក់ពីព្រៃពុកម៉ែបងប្អូនហើយនឹងរោគផ្សិតដែលយើងនៅព្រៃហ្នឹងពុកម៉ែបងប្អូនបាទអញ្ចឹងយើងរោគមហូបហើយរស់នេះគឺទំពាំងល្អតែមែនទែនបងពុកម៉ែបងប្អូនហើយកាច់មកល្អមែនទែនពុកម៉ែនេះដុះតាមព្រៃហើយនៅបរិស្ថានឬក៏យើងហៅថាធម្មជាតិនៅខែនេះគឺស្រស់បំព្រងពុកម៉ែបងប្អូនបាទស្រស់បំព្រងនៅពេលដែលនៅតាមផ្លូវនៅកន្លែងណាក៏ដោយដែលសារវាមានភ្លៀងមានទឹកគ្រប់គ្រាន់ហើយនឹងចិញ្ចឹមដើមឈើផ្សេងហើយនឹងឈើផ្សេងអញ្ចឹងវាធ្វើឲ្យខៀវស្ងាត់តែម្ដងពុកម៉ែបងប្អូននិយាយទៅគឺខៀវស្ងាត់តែម្ដងស្អាតហើយនេះគឺជាកិច្ចការនេះគឺជាអ្វីដែលយើងជួយចិត្តធ្វើជួយចិត្តដើរលេងជាពិសេសគឺដើរលេងព្រៃបាទពុកម៉ែបងប្អូនបាទនេះទេសភាពតាមផ្លូវយើងដល់កន្លែងហើយយើងដល់កន្លែងនៅក្នុងការដែលយើងទៅរកផ្សិតឲ្យលើយើងពងរៀបចំញ៉ាំបាយជុំគ្នាបាយរបស់យើងអត់មានអីទេពុកម៉ែបងប្អូនហើយមានបុកអំបិលមានបុកប្រហុកបន្តិចបន្តួចអញ្ចឹងទៅបាទយើងហូបជុំគ្នាឡើយរៀបចំកន្លែងញ៉ាំបាយអីសិនបាទដើម្បីយើងញ៉ាំបាយហើយយើងដើរចូលថ្ងៃហ្នឹងក៏ដើរទៅទឹកជោកអស់ពុកម៉ែបងប្អូនហើយនេះពងឆ្ងាញ់ហើយដាក់ឆ្ងាញ់ហើយម្នាក់ពងដាក់ខ្ញុំឆ្ងាញ់តែមានទេបាទនិយាយទៅគឺឲ្យតែបានបាយនៅព្រៃពុកម៉ែបងប្អូនមិនដឹងល្មិចមិនដឹងថាវា
ជាតិនោះជាតិហើយបាទឆ្ងាញ់នោះឆ្ងាញ់ហើយពុកម៉ែបងប្អូននឹងមិនបាយបុកអំបិលបាយមួយប្រហុកមួយអេមនឹងមិនដាក់ឆ្ងាញ់មកនោះព្រៃអូបាទនឹងហើយក៏យើងបេះលក់ព្រៃមកខ្លះអញ្ចឹងណាពុកម៉ែបងប្អូនបានបេះលក់ព្រៃខ្លះអញ្ចឹងនេះគឺជាសកម្មភាពឥឡូវនេះដល់ហើយដកផ្សិតពុកម៉ែបងប្អូនបាទនេះហូល្អតែមានទៀតនេះហៅថាផ្សិតកងោកបាទនៅខាងខ្ញុំហៅផ្សិតកងោកមានផ្ងោកអន្សងមានផ្ងោកក្រហមបាទលឿងផ្សេងៗបាទអញ្ចឹងខ្ញុំអាចបានថតសកម្មភាពដកផ្សិតបានច្រើនទេពុកម៉ែបងប្អូនដោយសារតែខ្ញុំផ្លេចលោកដកបន្ទន់គេអញ្ចឹងសុខចិត្តថាចាំថតលទ្ធផលមកផ្ទះវិញអញ្ចឹងមិនសូវបានដកបានច្រើនលទ្ធផលមានន័យថាមិនដកបានច្រើនប៉ុន្តែបានថតនៅកន្លែងដែលដកឲ្យបានច្រើនទេបាទពុកម៉ែបងប្អូនដោយសារតែណាមួយវាភ្លៀងពងតាដើរក៏ភ្លៀងផងអីផងទៅទូរស័ព្ទរបស់យើងការពារដែរដើម្បីកុំឲ្យទឹកភ្លៀងអញ្ចឹងណាពុកម៉ែបងប្អូនបាទអញ្ចឹងដើរដកនិយាយទៅគឺសប្បាយណាស់ពុកម៉ែបងប្អូនហើយនេះគឺជាបង្កើនជាអនុស្សាវរីយ៍ផងហើយពួកយើងជួយចិត្តដើរដកតាមរដូវនេះគឺរដូវដកផ្សិតហើយពុកម៉ែបងប្អូនបាទជួយចិត្តដកផ្សិតដករកតន្លងទៀនណាពុកម៉ែបងប្អូនបាទតន្លងទៀនយើងជីកតន្លងទៀនដកផ្សិតអីចឹងទៅរកទំពាំងយកមកធ្វើជ្រក់យកមកធ្វើឲ្យយើងមកត្រាំមកហូបអញ្ចឹងណាពុកម៉ែមកយកមកស្លហូបអញ្ចឹងណាពុកម៉ែបងប្អូនបាទនេះគឺជាសកម្មភាពរបស់យើងដែលយើងកំពុងតែដើរយើងក៏នេះដល់ហើយពុកម៉ែបងប្អូននេះយកមកអួតគ្នាឥឡូវយើងចាញ់ពីព្រៃមួយហើយយើងមកអួតគ្នាវ៉ាវបានច្រើនណាស់ពុកម៉ែបងប្អូនអើយនេះអូនេះក៏ងោកបាទក៏ងោកអានេះមិញអាធំនេះគឺហៅសិតកញ្ជុលបាទខាងខ្ញុំហៅសិតកញ្ជុលវាឆ្ងាញ់ជាងកងោកប៉ុន្តែកងោកលក់បានថ្លៃជាងនៅខាងយើងនេះបាទអញ្ចឹងកញ្ជុលក៏លក់បានថ្លៃដែរកងោកក៏លក់បានថ្លៃដែរប៉ុន្តែយើងដកយកមកហូបបានច្រើនយើងលក់ខ្លះហូបខ្លះអញ្ចឹងណាពុកម៉ែបងប្អូនបាទនេះគឺជាសកម្មភាពនេះគឺខាងខ្ញុំណែបានល្អពុកម៉ែបងប្អូនគឺវគ្គមុននោះគឺល្អមែនទែនដកបានច្រើនមែនទែនពុកម៉ែបងប្អូនបានហើយចាំមើលលទ្ធផលពេលដែលមកដល់ផ្ទះដោយសារតែពួកខ្ញុំមិនបានថតសកម្មភាពទាំងស្រុងនៅពេលដែលចូលទៅដកនោះទេពុកម៉ែបងប្អូនដោយសារតែវាមានភ្លៀងមានអីមកឡើយម្នាក់30ស្កិចអស់ហើយពុកម៉ែបងប្អូនបាទ30ស្កិចអស់ហើយឥឡូវនេះយើងទៅកន្លែងមួយទៀតទៅព្រៃមួយទៀតបាទព្រៃធំព្រៃសហគមន៍ពុកម៉ែបងប្អូនបាទអញ្ចឹងព្រៃហ្នឹងគឺធំហើយវាមានខែនេះគឺខែផ្ដល់នៅអត្ថប្រយោជន៍ដល់ប្រជាជនបងប្អូនប្រជាកសិកររបស់យើងទៅរោគអីហូបបានពុកម៉ែបងប្អូនបានជាពិសេសគឺផ្សិតនឹងឯងរោគបានហូបបើមានទឹកច្រើនបើយើងមានទឹកច្រើនក៏យើងរោគបានត្រីហូបអីចឹងណាពុកម៉ែបងប្អូនបាទឥឡូវនេះយើងទៅនេះទេសភាពមើលស្រស់ត្រកាលពុកម៉ែបងប្អូនអើយគឺស្រស់ត្រកាលតែមែនទែនខៀវខ្ចីដោយសារមានខែនេះគឺខែភ្លៀងពុកម៉ែបងប្អូនបាទអញ្ចឹងកុំភ្លេចចុច like ចុច follow page share នៅវីដេអូរបស់ខ្ញុំម្នាក់មួយផងទុកគាត់ជាការកំសាន្តដើម្បីតាមថ្ងៃក្រោយតាមដានមើលឃើញព័ត៌មានរបស់ខ្ញុំមើលឃើញព័ត៌មានមើលឃើញពីការដើរព្រៃកំសាន្តរបស់ខ្ញុំថែមទៀតដូចជារកទំពាំងរកត្រីរកផ្សិតអញ្ចឹងណាពុកម៉ែបងប្អូនបាទកុំភ្លេចចុចតាមដាន follow page ម្នាក់មួយផង like page ម្នាក់ផងនេះជាលទ្ធផលពុកម៉ែបងប្អូនអើយនេះលទ្ធផលមកដល់ផ្ទះហើយអញ្ចឹងអត់បានថតឲ្យពុកម៉ែបងប្អូននៅតាមសកម្មភាពនៅក្នុងព្រៃយូរប្រហែលទេដោយសារតែវាភ្លៀងដល់យើងមកថតលទ្ធផលរបស់យើងបានមួយចានដេកធំបាទពុកម៉ែបងប្អូនសុទ្ធតែផ្សិតកងោកសូមអរគុណច្រើនសូមជម្រាបលាពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយ